សម្ដេចធិបតីហ៊ុនម៉ាណែតពិភាក្សាទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនាយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025ដើម្បីពិភាក្សាអំពីការវិវត្តសហភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃលោករដ្ឋមន្ត្រី Rubio បានគូបញ្ជាក់យ៉ាងចំហច្បាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សតាមអ្វីដែលអាចធ្វើទៅបានសម្ដេចបវរធិបតីបានបញ្ជាក់ថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រ៉ូមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាសមស្របតាមកិច្ចព្រមព្រៀងដែលមានបើតាមសម្ដេចធិបតីកម្ពុជាបន្តរក្សាជំហរដល់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមកិច្ចតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។